សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានទៅផ្សារទិញបានឆ្អឹងចានីជ្រូកឡើង2ប្រអប់ហើយក៏គិតថាចង់អាំងជាមួយអំបិលម្ទេសម្ដងហើយដំបូងខ្ញុំកាត់វាជាចំណិតហើយខ្ញុំបុកដាក់អំបិលម្ទេសហើយនឹងប៊ីចេងបន្តិចហើយនឹងខ្ទឹមសយើងបុកវាដើម្បីយកទៅបន្លាហើយនេះរួចខ្ញុំបុកបានមកហើយខ្ញុំដាក់កធុនមួយដើម្បីប្រឡាក់ឆ្អឹងចានីហើយខ្ញុំដាក់គ្រឿងដាក់ស្ករបន្តិចហើយរ៉ូឌីមួយស្លាបព្រាហើយនឹងប្រេងខ្យងហើយរួចខ្ញុំកូរវាប្រឡាក់ហើយខ្ញុំដាក់ប្រេងឆាបន្តិចផងដែរដើម្បីឲ្យសាច់វាទន់ល្អហើយរួចយើងសម្បល់វាប្រហែល1នាទី2នាទីទៅដើម្បីចូលជាតិបានល្អខ្ញុំកូរវារៀងយូរបន្តិចទៅហើយរួចខ្ញុំដាក់មានប្រអប់មួយដាក់ដើម្បីដាក់ក្នុងទូទឹកកកដើម្បីយកទៅអាំងពេលល្ងាចរួចខ្ញុំដាក់ហើយខ្ញុំយកក៏បានដាក់ចូលក្នុងទូទឹកកកហើយពេលល្ងាចឡើងខ្ញុំនឹងយកមកអាំងល្មមនេះគឺថាអាំងពេលយប់បងប្អូនតិចមែនតើនៅទីនេះគេថាអាកាសធាតុត្រជាក់ឥឡូវហើយនឹងខ្យល់ផងដែរត្រជាក់អាំងសាច់ត្រជាក់មេឃត្រជាក់ហើយនេះគឺថាឆ្អឹងចានីខ្ញុំបានឆ្អិនហើយដំណោះញ៉ាំជាមួយទឹកត្រីកកកុងបងប្អូនគឺថាឆ្ងាញ់មែនតើហើយបើបងប្អូនចូលចិត្តវីដេអូជួយ follow page ម្នាក់មួយផងអរគុណ